ជំរាបសួរនិងសួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមកប្រាប់ពី function ថ្មីនៅក្នុង Excel អូខេអញ្ចឹង function ហ្នឹងដែរយើងឲ្យឈ្មោះថា Text Join Text Join ហ្នឹងគឺសម្រាប់ចាប់នៅទិន្នន័យដែលវាមាននៅក្នុង data យើងបន្ទាប់មកយើងឲ្យវាចាប់មកម្ដុំអូខេអញ្ចឹងដូចនៅក្នុងនេះអញ្ចឹងវារាយអញ្ចឹងអូខេអញ្ចឹងខ្ញុំចង់ឲ្យចននេះអាយុ25នេះនៅ New York នេះឲ្យចូលគ្នាតែមួយដើម្បីឲ្យយើងស្រួលមើលថាចនហ្នឹងនៅណាអាយុប៉ុន្មានអញ្ចឹងទៅអូខេអញ្ចឹងខ្ញុំសុំ break វាបន្តិចអូខេអញ្ចឹងអញ្ចឹងកន្លែងនេះខ្ញុំចង់រកខ្ញុំដាក់ចោលមុនគេអញ្ចឹងរូបមន្តគឺស្មើ Text Join ធម្មតាទេText Join រងចោលហើយបើកវងចោលសញ្ញាថ្មាញ់កដោបន្ទាប់មកក្បៀស1មាញ់កដោក្បៀស true ហើយយើង select column ដែលយើងចង់ឲ្យវាចូលគ្នាអូខេអញ្ចឹងយើងត្រង់ចោលមកអូខេអញ្ចឹងយើងបានឃើញគឺចនគាត់មានអាយុ25ហើយគាត់នៅ New York អញ្ចឹងមកន័យថានៅក្នុងនេះcolumn ចុចនេះគឺយើងគ្រាន់តែដាក់ដើម្បីឲ្យនៅពេលដែលវាបង្ហាញគឺវាបង្ហាញcolumn 1តមកមានក្បៀសហើយ column 2អូខេអញ្ចឹងបើខ្ញុំចង់ដូរកន្លែងហ្នឹងទៅជាបក clear វិញអូខេអញ្ចឹងខ្ញុំចេញគេអូ sorry បក clear អញ្ចឹងខ្ញុំenter មកវានឹងចេញបក clear យើងកន្លែងហ្នឹងហើយស្អីកន្លែងហ្នឹងគ្រាន់តែជា space ទេអញ្ចឹងយើងអត់សូវខ្វល់ជាមួយវាទេហើយដែលសំខាន់គឺកន្លែងនេះកន្លែងដែល rank ដែលយើង select វាគឺពី A1 ទៅ C2 អញ្ចឹងយើងចង់ដឹងថាវាត្រូវខុសទៀតយើងអូវាចំមកកងអស់មកអូខេអញ្ចឹងដូចជាបានឃើញគឺ Alex 30 London 22 Paris អូខេអញ្ចឹង Text Join គឺគ្រាន់តែដាក់ column មួយបញ្ចូលគ្នាដើម្បីឲ្យយើងស្រួលមើលទេនៅពេលដែលយើងមានទិន្នន័យច្រើនអញ្ចឹង Text Join នេះក៏ជា function មួយដែលវាល្អប្រើមួយយ៉ាងដែរអូខេអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងឯងអរគុណអ្នកនរគ្នាជួបគ្នាក្នុងវីដេអូក្រោយ